មួយទៀតអំពីធ្វើម៉េចទទួលបានប្រាក់ខែច្រើនយើងកំពុងតែព្យាយាមឆ្លើយសំណួរមួយហ្នឹងសំណួរវាស្រួលទេស្ដាប់មើលខ្លីទេប៉ុន្តែចម្លើយវាមិនខ្លីទេបងបញ្ជាក់ម្ដងទៀតគ្រប់ពេលដែលយើងឆ្លើយសំណួរពាក់ព័ន្ធជាមួយនឹងធ្វើម៉េចទទួលបានភាពរីកចម្រើនពេញមួយជីវិតយើងចង្អុលមកខ្លួនឯងមុនឆែកខ្លួនឯងមុនកុំរស់ជាមួយនឹងទ្រឹស្ដីនៃការបន្ទោសកុំរស់ជាមួយនឹងផ្នត់គំនិតនៃការបន្ទោសប៉ុន្តែយុវជនខ្លះចូលចិត្តប្រើទ្រឹស្ដីដែលបង្ហាញថាគាត់កំពុងតែមានផ្នត់គំនិតនៃការបន្ទោសកុំចង្អុលមកខ្លួនឯងចង្កូតនៅលើយើងទទួលខុសត្រូវពេញលេញភាពរីកចម្រើននឹងមានឬមួយទៀតធ្វើម៉េចទទួលបានប្រាក់ខែច្រើនបងលើកទឹកចិត្តឲ្យខ្លួនឯងផ្ដោតមកលើខ្លួនឯងមុននេះបងបានប្រាប់ច្រើនដងហើយផ្ដោតស្អីខ្លះមាន3ចំណុចដែលបងឯងត្រូវផ្ដោតពេលយើងចង់ជួសជុលបញ្ហានេះជួសជុលបញ្ហាដោះស្រាយបញ្ហាបងឯងចាប់ឲ្យជាប់អាស្អីគេដែលធ្វើឲ្យកើតបញ្ហាហ្នឹងហើយទៅដោះស្រាយអាហ្នឹងពេលសុកយើងកំពុងធ្វើការហ្នឹងគេដកយើងចេញពីការងារដំបូងសួរខ្លួនឯងមុនកុំចេះតែបន្ទោសគេតែយើងបានធ្វើអីខុសអត់ឧទាហរណ៍អាហ្នឹងបងគ្រាន់តែចង់បើកវងកញ្ចក់ឲ្យយល់បន្ថែមបន្តិចទេខ្ញុំដូចធ្វើខុសរឿងមួយអត់អីបើខុសខ្ញុំដើរចេញបិទបញ្ចប់អា case មួយហ្នឹងបន្តទៅមុខទៀតទៅរកការងារផ្សេងហើយចុះបើយើងអត់បានធ្វើខុសទេខ្ញុំដូចមិនបានធ្វើខុសអីទេមិនបានគេបញ្ឈប់ខ្ញុំក្រុមហ៊ុនខ្ញុំពិបាកយ៉ាប់កន្លែងហ្នឹងខ្ញុំអត់ធ្វើអីខុសផងគេដកខ្ញុំចេញអញ្ចឹងខ្ញុំអត់គួរនៅកន្លែងហ្នឹងអត់ស័ក្តិសមនឹងទទួលខ្ញុំទេទៅមុខទៀតទៅរកការងារផ្សេងនិយាយរួមអាម៉េចក៏ត្រូវទៅមុខដែរបិទបញ្ចោវិញបងលើកទឹកចិត្តឲ្យខ្លួនឯងផ្ដោតមកលើខ្លួនឯងព្រោះមិញនេះក៏បងប្រាប់ដែរវាអាស្រ័យទៅលើ2កត្តាទី1អាស្រ័យទៅលើការងារដែលយើងជ្រើសទី2អាស្រ័យទៅលើខ្លួនឯងបងឲ្យបងឯងផ្ដោតទៅលើរឿង3អភិវឌ្ឍខ្លួនឯង3ចំណុចទី1បងឯងឆែកឲ្យអភិវឌ្ឍតាក់ទងជាមួយនឹងអត្តចរិតពីអត្តចរិតមានន័យថាម៉េចបងឯងទៅឆែកវចនានៅក្រោមខ្លួនឯងបងអត់ឆ្លើយឲ្យទេណាប៉ុន្តែអ្វីដែលបងចង់ប្រាប់អាហ្នឹងគឺជារឿងដូចថាវាមិនសំខាន់ទេវាសំខាន់ហើយដំបូងគេហ្មងមនុស្សម្នាក់តអន់ចរិតហើយគឺ0កន្លងមកបងយកលេខឥឡូវឧទាហរណ៍បងឯងធ្វើលេខគុណលេខ100គុណជាមួយនឹង0ស្មើប៉ុន្មានស្មើនឹង0អា100ហ្នឹងបងតំណាងឲ្យចំណេះជំនាញពូកែខ្លាំងណាស់ម្នាក់ហ្នឹងប៉ុន្តែបើចរិតហ្នឹងវា0ហ្នឹងគឺចរិតស្មើនឹង0កន្លែងហ្នឹងបងចង់ប្រាប់ថាមុននឹងយើងជជែកអំពីជំនាញមុននឹងយើងជជែកអំពីភាពពូកែផ្សេងមើលចរិតបន្តិចតអន់ចរិតគឺស្មើ0ហើយចង់100គុណនឹង0ក៏ស្មើ0 1លានគុណនឹង0ក៏ស្មើ0ដែរអូខេអាហ្នឹងរឿងដំបូងដែលបងចង់ប្រាប់អញ្ចឹងឆែកអត្តចរិតខ្លួនឯងហើយឆែកមិនធ្វើមិនខ្លាយជាមនុស្សមានអត្តចរិតល្អអីបងអត់ត្រូវការឆ្លើយណាអត់ត្រូវការឆ្លើយទៅរកចម្លើយខ្លួនឯងទី2ទៅលើខ្លួនឯងបងឯងត្រូវឆែកមើលភាពច្បាស់លាស់ទៅលើជំនាញឬក៏និយាយឲ្យខ្លីជំនាញបើបងឯងចង់កត់ត្រាទុកជំនាញ skill អាហ្នឹងសុំឲ្យច្បាស់มันអាចលំប្រឡែមប្រឡំมันអាចទេដូនតាខ្មែរយើងបានផ្ដាំច្បាស់ណាបងឯងចាំទេចេះឲ្យប្រកបប្រាក់រត់តាមហៅកន្លែងហ្នឹងគាត់សុំហ្មងមិនលើកទឹកចិត្តទេឲ្យយើងជាកូនខ្មែរហ្នឹងឲ្យច្បាស់ហើយអាភាពច្បាស់លាស់ហ្នឹងវាកើតចេញពីអី
បងនឹងជជែកនៅពេលក្រោយកុំឲ្យបែកអូហូស្ទឹងពេកព្រោះយើងនិយាយប្រធានបទតែមួយហ្នឹងឲ្យវាខ្លឹមទៅចឹងទី2បងនិយាយម្ដងទៀតបងឯងចាប់ឲ្យបានយ៉ាងហោចណាស់មានជំនាញមួយប៉ុន្តែបងបញ្ជាក់បងលើកទឹកចិត្តឲ្យមាន2ប៉ុន្តែយ៉ាងហោចសុំមួយយ៉ាងហោចសុំមួយប៉ុន្តែបើយល់ល្អហ្មង2ឡើងទៅ3ឯងបានឲ្យច្បាស់បើប្អូនឧបមាធ្វើការនៅក្នុងស្ថាប័នកមួយជាផ្នែកលក់បុគ្គលិកផ្នែកលក់បងឯងឲ្យច្បាស់អាជំនាញលក់បើបងឯងកាន់ IT បងឯងឲ្យច្បាស់អាហ្នឹងទៅអាកម្រិតដែលបងឯងធ្វើហ្នឹងសុំមកច្បាស់ដូចជាមិនពិបាកយល់ទេចំណុចទី2ហ្នឹងរឿងទី3អាហ្នឹងបងសុំនិយាយថាសំខាន់ជាងគេក្នុងចំណោម3ប៉ុន្តែបើអត់អាទី1ក៏អត់កើតដែរណាហើយបើអត់អាទី2ក៏អត់កើតដែរប៉ុន្តែយ៉ាងណាអាទី3នេះគឺបងហ៊ាននិយាយថាចេះមនុស្ស2នាក់មនុស្សកហើយនិងមនុស្សខមានជំនាញក្នុងកម្រិតដូចគ្នាមានន័យថាចេះដូចគ្នាណាមានអត្តចរិតល្អដូចគ្នាអាទី1អាទី2នេះគឺដូចគ្នាហ្មងប៉ុន្តែបើមនុស្សទី1មនុស្សកមានការគិតមានផ្នត់គំនិតមាន mindset ខ្ពស់ជាងពូកែជាងខ្ពស់ជាងយើងប្រើពាក្យហ្នឹងចុះមនុស្សកហ្នឹងទៅមុនណាដំណើរជីវិតម្នាក់ហ្នឹងគឺល្អជាងមនុស្សខប៉ុន្តែឃើញកន្លែងហ្នឹងខុសតែអីគេខុសតែអាទី3ហ្នឹងគឺផ្នត់គំនិតរបៀបគិតប៉ុន្តែកត់ទុកទី3គឺផ្នត់គំនិតឬរបៀបគិតឬ mindset អាហ្នឹងវាដូចគ្នាទេបងប្អូនណាបងបញ្ជាក់ម្ដងទៀតអ្វីដែលធ្វើឲ្យយើងរីកចម្រើនក្នុងរយៈពេលវែងអ្វីដែលធ្វើឲ្យយើងស្ទុះងើបចេញពីបញ្ហាលឿនអ្វីដែលធ្វើឲ្យយើងមិនងាយធ្លាក់ក្នុងបញ្ហាគឺរបៀបគិត mindset ផ្នត់គំនិតអា3ហ្នឹងដូចគ្នាទេប្រើមួយណាក៏ប្រើទៅអភិវឌ្ឍអាហ្នឹងអ្វីដែលធ្វើឲ្យយើងមិនដាច់បាយមិនដាច់ពោះជំនាញអ្វីដែលធ្វើឲ្យយើងរីកចម្រើនងើបចេញពីបញ្ហាលឿនអាចស្ទុះចេញពីបញ្ហាបានមិនងាយធ្លាក់ក្នុងបញ្ហាគឺផ្នត់គំនិតអូអាហ្នឹងគឺជាអ្វីដែលបងផ្ដល់ឲ្យច្រើននៅមានទៀតអត់តន់អស់ទេប្រធានបទដដែលហ្នឹងធ្វើមិនទទួលបានប្រាក់ខែច្រើនប៉ុន្តែប៉ុណ្្នឹងយល់ទេចាំយើងបន្តទៀតព្រោះបើនិយាយច្រើនពេកអត់យល់បន្តទៅក៏គ្មានប្រយោជន៍ទេចាប់បានណាតទៀត